បន្ទាប់ពីរងការរិះគន់រឿងអង្គញាគូឲ្យស្រឡាញ់ឲ្យលុយធីបម្នាក់10000នោះស្រាប់តែពេលនេះភរិយាបានចេញមុខលាតត្រដាងនឹងបកស្រាយយ៉ាងដូចនេះនៅក្នុងនោះផងដែរគេឃើញថាការពីពេលថ្មីនេះនៅលើបណ្ដាញសង្គមមានការរិះគន់យ៉ាងខ្លាំងទាក់ទងជាមួយនឹងវីដេអូមួយដែលបង្ហាញនិងបញ្ជាក់ឲ្យឃើញថាអង្គញាគូឲ្យស្រឡាញ់ដែលមានឈ្មោះថាអង្គញាអឹងកំហុងបានចូលរួមនៅក្នុងពិធីរៀបមង្គលការមួយហើយក៏បានរាំច្រៀងយ៉ាងសប្បាយនៅក្នុងកម្មវិធីនោះនៅក្នុងនោះផងដែរលោកក៏បានយកលុយឲ្យលុយធីបទៅកាន់អ្នករតុកអ្នកចាប់តកកដែលនៅចិត្តនោះប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការរិះគន់និងវាប្រហារចំនោះគឺតេតងជាមួយនឹងការឲ្យលុយធីបម្នាក់10000នៅក្នុងនោះក៏មានការវាប្រហារចំតែមិនសំចៃមកទៅកាន់អង្គញាគូឲ្យស្រឡាញ់ផងដែរដែលធ្វើការវាប្រហារថាធ្វើដល់អង្គញាហេតុអ្វីបានជាឲ្យលុយធីបត្រឹមតែ10000រៀលនិងមានការរិះគន់ជាច្រើនទៀតផងដែរដែលធ្វើឲ្យភរិយារបស់លោកហាក់បីដូចជាទ្រាំមិនបានក៏សម្រេចចិត្តចេញវីដេអូមួយនៅលើ page ផ្ទាល់ខ្លួនដោយលាតត្រដាងនិងរៀបរាប់ពីដំណើរដើមចងនៃសាច់រឿងហើយនឹងហេតុផលនៃការចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាច្រើនទៀតរបស់ស្វាមីនាពេលកន្លងមកបើទោះបីជាការចូលរួមចំណែកឲ្យលុយធីបទៅកាន់ប្អូនអ្នករត់តុកនោះត្រឹមតែម្នាក់10000ក៏ពិតមែនប៉ុន្តែមិនមែនមានន័យថាធ្វើដើម្បីឲ្យមហាជនគិតថាធ្វើយកមុខឬក៏ធ្វើដើម្បីតាក់ទាញប្រជាប្រិយភាពនោះទេប៉ុន្តែនេះគឺជាទឹកចិត្តព្រោះថាកន្លងមកលោកអង្គញាអឹងកំហុងដែលហៅថាអង្គញាគួរឲ្យស្រឡាញ់រូបនេះគឺតែងតែចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមការងារមនុស្សធម៌ការងារចែករំលែកទៅដល់បងប្អូនដែលខ្វះខាតជាពិសេសក្មេងៗកំព្រានិងការងារសប្បុរសធម៌ជាហូរហែផងដែរដែលខ្លះក៏បានថតជាវីដេអូបង្ហោះខ្លះក៏មិនបានថតចែករំលែកនោះទេហើយនេះក៏មិនមែនជាលើកទី1នោះទេនៅក្នុងការចូលរួមចំណែកជួយទៅដល់សង្គមក៏ដូចជាចូលរួមចំណែកជូនថវិកាទៅដល់បងប្អូនដែលជាអ្នករត់តុកដោយសារតែកន្លងមកក៏ធ្លាប់បានឲ្យលុយធីបទៅកាន់ប្អូនអ្នករត់តុកផ្សេងទៀតក៏មានច្រើនមានតិចទៅតាមជាក់ស្ដែងផងដែរចង់ដឹងលំអិតទស្សនាវីដេអូដូចតទៅឲ្យលុយធីបជាមួយនឹងខាងសវីហ្នឹងណាខាងរត់តុកក៏បងប្អូនទាំងអស់គ្នាគាត់ឲ្យ10000អញ្ចឹងបងក៏បានចូលទៅក្នុង comment ថាអ្នកមានថោកឬមួយក៏អ្នកមានគំរិះអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដឹងហើយយើងលុយពិបាករកខ្លាំងមែនតើអញ្ចឹងហៀគាត់ឲ្យ10000នេះគឺជាទឹកចិត្តរបស់ហៀចា10000បើសិនជាយើងអ្នកអត់ណាបងប្អូនទាំងអស់គ្នាបាយ2ពេល3ពេលណាបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនគិតមើលថាបើសិនជា50នាក់មិន500000ចា100នាក់គឺ1លានទេណាបងប្អូនអញ្ចឹងបងប្អូនខ្លះធ្វើការល្មមតបាន10000គឺបែកញើសស្រាក់តែម្ដងចាហើយបងប្អូនខ្លះទៀតក៏ចូលខមមិនថាមិនក៏ពេលចែកលុយចែកអីអញ្ចឹងមិនក៏ទាញកាមេរ៉ាមកថតអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាហៀគាត់តែគាត់ធ្វើការថតបង្ហោះនេះដើម្បីបង្ហាញឲ្យបងប្អូនដែលគាត់មានលុយគាត់ចេះចែករំលែកអញ្ចឹងណាបងប្អូនតិចឬច្រើនគឺមិនសំខាន់ទេសំខាន់ទឹកចិត្តដែលហៀមានណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងធ្វើបន់ចាំមិនថាតិចឬច្រើនទេគឺសំខាន់គឺទឹកចិត្តនឹងតែម្ដងបងប្អូនចាមិនថាបងប្អូនឲ្យដល់20រៀលនេះគឺជាទឹកចិត្តរបស់បងប្អូនទាំងអស់គ្នាតែហៀគាត់ឲ្យ10000នេះមិនមែនតែម្នាក់ឯងគឺ50នាក់100នាក់អញ្ចឹងបងប្អូនគុណលុយមើលថាម៉ានចាអញ្ចឹងហៀមិនមែនធ្វើតែជាមួយនឹងបងប្អូនសវិសទេគាត់ចែករំលែកជាមួយនឹងកុមារកំព្រាក៏ដូចជាមនុស្សចាស់ជរាចាហើយនេះគឺខ្ញុំចែករំលែកនេះគឺតែបន្តិចបន្តួចទេចានៅវីដេអូរូបភាពច្រើនទៀតដែលគាត់បានធ្វើបន់ជាមួយបងដែលគាត់មានការខ្វះខាតចែកការ៉ូ SPC មានច្រើនពណ៌ច្រើនជម្រើសធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែទំនើបស៊ីវិល័យអត្ថប្រយោជន៍ងាយស្រួលក្នុងការដំឡើងមិនសាយជាតិពុលក្នុងបន្ទប់ធន់នឹងការកកិតប្រើប្រាស់ធន់បានយូរឆ្នាំមិនជ្រាបទឹកការពារសត្វកណ្ដៀរអាចផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយយ៉ាងងាយស្រួលសម្អាតមិនរអិលអាចរៀបបានគ្រប់ទីកន្លែងការ៉ូ SPC ធ្វើឲ្យគេហដ្ឋានរបស់អស់លោកអ្នកកាន់តែទំនើបស៊ីវិល័យមានលក់ដុំនិងរាយសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ015 988 449